ធ្វើនេះខ្ញុំខិតខំប្រឹងប្រែងមែនតើចំពោះការធ្វើលំហាត់ក៏ដូចជាការទន្ទេញមេរៀនលើកទឹកចិត្តឲ្យពួកគាត់ខិតខំរៀនតាំងពីដើមឆ្នាំទៅឲ្យហើយដោយសារការខិតខំរៀនពីដើមឆ្នាំយើងធ្វើលំហាត់ឲ្យបានច្រើនជាដំបូងយើងត្រូវចាំថាយើងឲ្យពួកដាក់សម្ពាធខ្លួនឯងឯងទោះបីជាយើងមានប្រវត្តិថាជាសិស្សខ្សោយក៏ដោយកាលណាយើងតាំងចិត្តថាខំរៀនទាំងក្នុងសាលាទាំងក្រៅសាលាហើយណាមួយទៀតត្រូវដាក់គោលដៅឲ្យបានច្បាស់លាស់ថាចង់បាននិទ្ទេស A នោះយើងនឹងអាចសម្រេចគោលដៅខ្លួនឯងយើងគ្រាន់តែខំរៀនឲ្យបានតាមដែលអាចធ្វើទៅបានទៅហើយមួយទៀតយើងគិតឲ្យពិសេសទៅលើអ្នកដែលនៅជុំវិញខ្លួនដោយយើងចង់ឲ្យពួកគាត់សប្បាយចិត្តនឹងអីដែលយើងធ្វើបានអញ្ចឹងយើងយកគាត់ជាទឹកចិត្តយើងទៅយើងអាចសម្រេចវាបានហើយការស្គាល់ពីអីដែលយើងខ្លាំងឬក៏ចំណុចខ្លាំងចំណុចខ្សោយរបស់យើងជាចំណុចចុងក្រោយរបស់ខ្ញុំគឺការអត់មើលងាយលំហាត់ឬក៏ការអត់មើលងាយទៅលើមេរៀនផ្សេងៗគន្លឹះសំខាន់ទាំង3សម្រាប់ខ្ញុំហ្នឹងគឺមាន3ផ្នែកទី1ខ្លួនឯងទី2លោកគ្រូអ្នកគ្រូទី3គ្រួសារបើយើងមានប្រព័ន្ធតាមករណីក្មេងឆ្លាតនៅអមរិតទៀតវាកាន់តែជំរុញទឹកចិត្តយើងឲ្យខិតខំសិក្សារៀនផងដែរ